ពាក្យចាស់ចាស់ក្រំងុយប្រាជ្ញឈួនគាត់និយាយថាម៉េចមនុស្សឥឡូវយកខុសធ្វើត្រូវយកឈួតធ្វើជាអំពើអាក្រក់លេខលក់លីលាប្រហើនពៀនពាអាងមាសអាងប្រាក់អាងវាយអាងដំអាងទាត់អាងធាក់អាងខ្នោះចង្វាក់ម៉ាស៊ីនកាត់កគេថាមនុស្សឥឡូវច្រើនតែយកខុសធ្វើត្រូវយកឈួតធ្វើជាអាយកឈួតធ្វើជាហ្នឹងមិនន័យថាអ្នកចេះមែនតែនកម្របានធ្វើធំបានត្រឹមស្មៀនទេឃើញអ្នកចេះអ្នកតសេអសស្អាតហ្នឹងគេឲ្យធ្វើត្រឹមស្មៀនទេដល់អាណាតសេអសមិនសូវត្រង់បន្ទាត់អាហ្នឹងមេឃុំហ្នឹងអាហ្នឹងមេឃុំបាទវាមិនមែនទាំងអស់ទេបាទចាស់គាត់ចេះនិយាយទៅវាត្រូវរបស់គាត់ដែរអាអ្នកចេះអាអ្នកអសស្អាតហ្នឹងបាទត្រឹមស្មៀនទេដល់អាណាដែលតសេអសមិនសូវត្រង់បន្ទាត់អាហ្នឹងមេឃុំចវាយខេតអញ្ចឹងទៅអញ្ចឹងគេចាយកខុសធ្វើត្រូវយកឈួតធ្វើជាអំពើអាក្រក់លេខលក់លីលាប្រហើនពៀងពាអាងមាសអាងប្រាក់ឲ្យមែនញោមយកពីត្រូវណាស់មនុស្សឥឡូវនេះកូនអ្នកធំនេះអាងយកលុយយកមាសយកប្រាក់យកយោះយកសាក់យកអំណាចឪម៉ែឯងខ្លួនឯងយកទៅជិះជាន់គៀបសង្កត់ធ្វើបាបគេមិនមែនទាំងអស់ទេនិយាយខ្លះណាវាតិចនឹងវាមានមួយឬក៏បែបមិនមានទេលោកចេះថាទៅវាគ្មានទេនឹងវាល្អណាស់យើងនឹងកុំថាប៉ះពាល់គេនឹងចឹងយើងរៀនពិចារណារឿងយើងឯនេះមិញមកនិយាយរឿងអីទេបាទចូលដល់រឿងហ្នឹងគោលធម៌យើងខាងដើមមិញនិយាយរឿងអីមិញណានិយាយមកផ្លេចដែរទៅមកគោលធម៌យើងនេះវិញហ្នឹងរស់អីឲ្យស្មើនឹងរស់នៃពធវាអត់មានមកពីរស់ពធនឹងវាឆ្ងាញ់វាវិសេសវាល្អប្រសើរហ្នឹងហើយបាទយាយលើកបបដាក់មាត់ឲ្យទុកចាននឹងចោលមករកធរហ្នឹងណាហ្នឹងព្រោះរស់អីឲ្យស្មើនឹងរស់នៃពធវាអត់មានណាយាយការស្ដាប់ពធហ្នឹងវិសេសណាស់យាយបានកើតតន់ក្នុងប្រទេសមានធរឲ្យប្រឹងស្ដាប់ឲ្យហើយទៅកែងលោជាតិក្រោយវាអត់បានមកកើតជាមនុស្សបានស្ដាប់ធម៌ណាទាំងអស់គ្នាណាហើយអាត្មាដូចគ្នាដែរឥឡូវបានកើតជាមនុស្សសម្ដែងធម៌កើតចេះប្រឹងសម្ដែងឲ្យហើយទៅកែលោជាតិក្រោយវាអត់បានមកអង្គុយសម្ដែងឲ្យញាតិញោមស្ដាប់នោះចុះវាមិនទៀងវត្តដាក់នោះព្រះសម្ដែងទៅវាវិលជីវ័នចិត្តអារៀបនឹងផរលត់ទៅតោងយកស្អីតន្តិចទៅដៃខ្យល់ប្រឹងទៅអាកតុយពីមុខពីក្រោយមិនបានមកសម្ដែងធម៌ទៀតហ្នឹងព្រោះមិនមែនមានន័យតែខំធ្វើសេចក្តីល្អមកជីវិតវាដឹងទៅឋានសួគ៌ទាំងអស់មិនមែនទេមើលភិក្ខុសង្ឃមួយអង្គសម័យព្រះលោកប្រតិបត្តិខ្លួនល្អណាស់ប៉ុន្តែរៀបនឹងដៃខ្យល់អាជីវ័នចិត្តវាតោងនឹងអាជីវរស្អាតគេទឹមប្រគេនឹងមិនតាន់បានប្រើដៃខ្យល់ប្រឹងកើតចៃជីវរអស់មួយទឹកគេដែរហ្នឹងវាចឹងចឹងវាអត់ទៀងចឹងឥឡូវយើងកើតជាមនុស្សយើងបានកើតក្នុងប្រទេសមានពុទ្ធសាសនាមានធម៌ស្ដាប់ហើយប្រឹងស្ដាប់ទាំងអស់គ្នាក៏យើងវាអត់ប្របាកដូចជំនាន់ព្រះទេជំនាន់ព្រះគេចង់ស្ដាប់ធម៌ម្នាក់ប្របាកដែរដូចនាងសមាវតីនាងឧត្តរាចង់ស្ដាប់ធម៌ត្រូវធ្វើម៉េចញោមដើម្បីខ្លួនបានទៅស្ដាប់ធម៌ត្រូវធ្វើម៉េចបើខ្លួនឯងមានកូនមានប្តីនៅផ្ទះនេះចង់ទៅស្ដាប់ធម៌ទៅវាមិនរួចទៅធ្វើម៉េចទៅជួលនាងសរិមាឲ្យមកនៅជាមួយប្តីកំដរប្តីដើម្បីខ្លួនបានឱកាសទៅស្ដាប់ធម៌ទៅធ្វើបុណ្យនេះអស្ចារ្យណាយាយណានឹងហើយយើងរាល់ថ្ងៃនេះលោកមានហៅញោមឲ្យលះប្តីទៅស្ដាប់ធម៌ឯណាគ្រាន់តែថាមានពេលមានវេលាយើងស្ដាប់កន្លះម៉ោងបើលោកឲ្យលះប្តីទៅស្ដាប់ធម៌គ្មានយាយណាចោលប្តីទេណាយាយណាមានអ្នកណាដល់ថ្នាក់ជ្រះថ្លាទៅលះប្តីស្ដាប់ធម៌ដូចនាងឧត្តរាទេនាងឧត្តរាជួលនាងសរិមាឲ្យមកនៅជាមួយប្តីណាឲ្យប្តីសប្បាយចិត្តជាមួយនឹងស្រីស្អាតហ្នឹងទៅខ្លួនមានឱកាសបានទៅស្ដាប់ធម៌នេះអស្ចារ្យណាស់នឹងបញ្ជាក់ខ្លីប៉ុណ្ណឹងចុះបរិជាមកព្រះអង្គដូចគ្នាកាលពីព្រះសម្មាសម្ពុទ្ធព្រះអង្គទើបតែត្រាស់ដឹងឡើងថ្មីញោមមកនិយាយអំពីអានុភាពនៃធម៌ព្រះនឹងតិចចុះព្រះអង្គត្រាស់ដឹងឡើងក្នុងលោកពេលណាបរិស័ទទាំងអស់ផ្អើលតគ្នាថាបរតនត្រ័យទាំងឡាយ3កើតឡើងហើយក្នុងលោកពុទ្ធរតនៈកើតឡើងហើយប្រធមរតនៈកើតឡើងហើយប្រសង្ឃរតនៈកើតឡើងហើយប៉ុន្តែព្រះលោកអត់តាន់បានប្រោសអគ្គសាវកហ្នឹងឲ្យយល់ដឹងអំពីផ្លូវដែលត្រូវណែនាំបរិស័ទហ្នឹងបានច្រើនអង្គទេអញ្ចឹងការសម្ដែងធម៌ហ្នឹងមិនតាន់ទូលំទូលាយទេប៉ុន្តែអាកេឈ្មោះហ្នឹងអាការផ្សាយនៅបរតនៈហ្នឹងវាបានលឺដល់គេដល់ឯងគ្រប់គ្នាវាដឹងលឺដល់ស្ដេចចឹងស្ដេចហ្នឹងវាកើតទុកវាមិនសូវសប្បាយចិត្តនឹងការគ្រប់គ្រងរាជហ្នឹងចង់ស្ដាប់ធម៌ឮតែធម៌កើតឡើងហើយនឹងអាចជួយរំលត់ទៅនៅសេចក្តីទុកហ្នឹងតើធម៌ហ្នឹងវាមានន័យអ្ម៉េចបានអាចរំលត់សេចក្តីទុកបានវាចង់ស្ដាប់ហើយអញ្ចឹងវាមិនដឹងទៅរកធម៌ឯណាក៏នឹងខ្លួនឯងនៅនិគមស្រុកខណ្ឌផ្សេងក្រុងផ្សេងវាឆ្ងាយទៅរកអ្នកណាចេះសម្ដែងធម៌ក៏អត់ទាន់មានអ្នកចេះសម្ដែងធម៌
ឲ្យអាមាត្យដើររកណាចេះសំដែងធម៌អាមាត្យនេះដើររកវាយកងវាយខ្មោះទៅតាណាក៏មិនតាន់មានអ្នកចេះសំដែងធម៌ព្រោះព្រះមិនតាន់ឲ្យចេញផ្សាយសាសនានោះគាត់តែដឹងថាធម៌មានឲ្យក្នុងលោកពុទ្ធមានឲ្យក្នុងលោកប៉ុន្តែមិនតាន់បានដើរផ្សព្វផ្សាយហើយចឹងរកអ្នកចេះសំដែងធម៌មិនមានបរិជាវិច្ចមិនបាច់ដើររកធម៌ខ្លួនឯងហ្មងអស្ចារ្យណាស់ចោលរាជបល្ល័ង្កចោលមហេសីចោលបុតវិច្ចមិនបាច់ដើររកធម៌ហើយមើលតាណាមួយដែលវិច្ចមិនបាច់ចុះពីលើផ្ទះចោលប្រពន្ធចោលកូនទៅរកធម៌ដែលមានទេញោមកុំថាដល់ចោលរាជបល្ល័ង្កចោលតែយាយយើងរាល់ថ្ងៃទៅរកធម៌ដោយអត់ផងហ្នឹងហើយឯបរិជាចោលរាជបល្ល័ង្កចោលមហេសីចោលបុតចោលអំណាចចោលយសស័ក្តិដែលខ្លួនធ្លាប់មានវិច្ចបង្វិច្ចដើររកធម៌ហើយដល់ដើរដាច់យប់ថ្ងៃក៏ដល់ជើងភ្នំមួយដេកនៅក្រោមដើមឈើសច្ចាតលែងដើរទៀតសាច់ស្បែកឈាមអញបើថ្ងៃណាមិនបានស្រាប់ធម៌ទេអង្គុយក្រោមដើមឈើនឹងរហូតដល់រីងនឹងហួតស្លាប់ទៅក៏មិនព្រមទៅណាទៀតដែររងចាំធម៌ញោមហើយគ្រាន់តែតាំងចិត្តសច្ចាអញ្ចឹងពួកក្តៅដល់ប្រអិនទ្រាធិរាជប្រអិនទ្រាធិរាជនោះក្តៅនៅមិនសុខទេអញថ្ងៃហ្នឹងហេតុអីបានអាសនៈអញក៏ក្តៅអីក្តៅយ៉ាងហ្នឹងអង្គុយវាមិនសុខនៅវាមិនហ្នឹងប្រមាលមើលមកឃើញពរាជានៅក្រមនេះកំពុងសច្ចាតែបើមិនបានជួបធម៌មិនបានស្ដាប់ធម៌ទេអត់ទៅណាទៀតទេមិនទៅក្រងរាជទៀតទេមិនមើលពជានរាជទៀតទេសុកចិត្តចោលសាច់ចោលស្បែកចោលឆ្អឹងនៅតែហ្នឹងហើយចឹងលោកក៏បញ្ញាប់និមិត្តខ្លួនចុះមកធ្វើជាយៈនិយាយហ្នឹងនិមិត្តខ្លួនធ្វើយៈធំមួយចង់ពិសោធន៍ចិត្តពរាជាមើលតើជ្រះថ្លានឹងធម៌បានប៉ុណ្ណាខ្លាំងប៉ុណ្ណាចឹងធ្វើជាយៈចុះមកសួរមហាបពិតហើយមហាបពិតមិនបានមកអង្គុយត្មងត្មោចនៅក្រោមដើមឈើហ្នឹងមិនទៅក្រងរាជសបាយរីករាយជាមួយនឹងស្រីស្នំខ្ញុំបំរើក្រមការនៅក្នុងនគរល្អប្រសើរមិនបានមកសុកចិត្តវេទនានៅក្រោមដើមឈើនៅក្រោមជើងភ្នំហ្នឹងមានការអីចង់ទៅណាមកណាបានពរាជាតលោកអ្នកមានអំណាចហើយខ្ញុំមកនេះមករកធម៌បើមិនដឹងទៅរកឯណាព្រោះដើរវាអស់ជើងហើយវាមិនដឹងទៅណាទៀតឲ្យអ្នកបំរើឲ្យអាមាត្យដើរវាយកងវាយខ្មោះរកអ្នកចេះសំដែងធម៌ក៏មិនមានដើររកខ្លួនឯងក៏មិនជួបឥឡូវនេះដូចវាអស់លទ្ធភាពដើរលែងចង់ដើរសុំនៅតែនឹងឲ្យស្លាប់នៅតែនឹងចុះបើមិនបានស្ដាប់ធម៌អាយៈនេះប្រាប់អាយៈប្រអិនហ្នឹងណាខ្ញុំធ្លាប់ស្ដាប់ធម៌ពុទ្ធពីបុរាណចេះខ្លះដែរបើឥឡូវវាហេវណាស់ហើយខ្ញុំបើសំដែងធម៌តើមានអីហូបហើយធម្មតាយៈវាស៊ីអីយីយៈវាស៊ីសាច់ដូចខ្លាអញ្ចឹងវាស៊ីសាច់ស្រស់ដល់អញ្ចឹងខ្ញុំវាហេវហើយខ្ញុំបើអត់ចំណៃក៏សំដែងមិនកើតខ្ញុំចេះធម៌ខ្លះដែរខ្ញុំស្ដាប់ពុទ្ធពីបុរាណជន់មុនមកលោកសំដែងខ្ញុំចាំខ្លះដែរប៉ុន្តែខ្ញុំវាអត់មានអីហូបខ្ញុំសំដែងវាអត់កើតហើយបរិជាតើបើអញ្ចឹងសំដែងឲ្យខ្ញុំស្ដាប់មកអ្នកឯងសំដែងឲ្យខ្ញុំបានស្ដាប់ធម៌ខ្ញុំបូជាជីវិតខ្ញុំឲ្យអ្នកឯងស៊ីខ្ញុំសំដែងកើតទេខ្ញុំហេវឥឡូវចេះពរាជាឯងឡើងទៅលើភ្នំទៅហើយខ្ញុំសំដែងពីក្រោមនេះពរាជាឯងហក់ពីលើមកពរាជាឯងធ្លាក់មកដល់មាត់ខ្ញុំក៏សំដែងធម៌ពរាជាក៏បានស្ដាប់ខ្ញុំក៏បានចំណៃព្រមគ្នាហ្នឹងពរាជាថាបើអញ្ចឹងក៏បានដែរកំណត់ល្អឡើងទៅលើកពូលភ្នំខ្ពស់ស្រែកប្រាប់ទៅឥឡូវហាមាត់ទៅហើយយើងលោតទៅហើយសំដែងធម៌មកយើងចាំស្ដាប់នេះយាយគិតមើលទៅគិតតែចង់ស្ដាប់ធម៌ណាយាយហើយឯងឥឡូវដល់ធម៌សបោមែនតែនលោកចាក់វត្ថុផងចាក់ទូរទស្សន៍ផងមិនខ្ចីបើកស្ដាប់ធម៌ទៀតបើកស្ដាប់កតុយលេខហ្នឹងណាអាធម៌ផ្សាយវត្ថុមិនខ្ចីស្ដាប់ទៀតណាវត្ថុលើដល់ផ្ទះនឹងសុកចិត្តបើករាវរប៉ុសកតុយលេខនោះហ្នឹងណាឯនេះគេចង់ស្ដាប់ធម៌ញោមគេលោតទម្លាក់ប្រាប់យៈទៅឥឡូវលោកអ្នកមានរដ្ឋអំណាចចាប់ផ្ដើមសម្ដែងធម៌មកខ្ញុំលោតទម្លាក់ទៅហើយហ្នឹងរាប់1 2 3មកលោតទៅអាយៈដែលជាប្រអិននេះនិមិត្តខ្លួនជាប្រអិនវិញញ៉ាំងអធិវត្ថិសម្ដែងបដិហាទៅត្រពរាជានឹងឡើងទៅដល់ឋានទេវលោកទៅដល់ឋានទេវលោកបានឲ្យពរាជាគង់ក្នុងទីសយនាដ៏សមគួរនឹងឲ្យស្រីស្នំអ្នកបំរើភិលំភិលៀងលើកបាយលើកទឹកខ្សោយព្រះកយារួចចប់សពគ្រប់បានប្រអិនគោរពណាស់ញោមគោរពពរាជាអង្គហ្នឹងណាស់ពីព្រោះជាបុគ្គលដ៏អស្ចារ្យជាអ្នកមានទស្សពិតរាជធម៌ទាំង10ហើយជាអ្នកជ្រះថ្លាចំពោះធម៌ទៀតណាគេគោរពណាញោមគោរពដូចណែអ្នកដែលត្រទង់ជ័យរបស់ព្រះពុទ្ធចឹងសំបីតពួកខ្មោចពួកភូតពួកអរូបពួកអីក៏អត់ហ៊ានចូលចិត្តដែរណាអ្នកត្រទង់ជ័យព្រះសម្មាសម្ពុទ្ធណាញោមនឹងវាមានតុងវាមានអាតុងជើង1តុងជើង2តុងជើង4ហ្នឹងអាតុងជើង2អ្នកណាត្រតុងជើង2អ្នកញោមរកតុងជើង2ឃើញទេមើលលោកកូនតុងជើង2ណាតុងជើងណាប្រសងហ្នឹងគេតុង
ជើងរបស់ព្រះសង្ឃហ្នឹងជើងពីរហើយចពោហ្នឹងជាទង់ជ័យរបស់ព្រះសម្មាសម្ពុទ្ធចឹងតែលើកចពោដាក់ខ្លួនអាហ្នឹងគេហៅទង់ជើងពីរហ្នឹងហើយតែមានអាទង់ជ័យព្រះសម្មាសម្ពុទ្ធនៅលើខ្លួនហ្នឹងតែខ្មោចតែព្រាយតែយៈក៏ខ្លាចចឹងដូចគ្នាបរតនត្រ័យទាំង3ហ្នឹងតណ្ណាដល់ព្រមហើយគេគោរពណាស់អញ្ចឹងបរិជានឹងអ្នកដែលស្រឡាញ់ធម៌អ្នកគោរពធម៌បូជាជីវិតដើម្បីធម៌បតបអិនក៏ថ្វាយអង្គមបរិជាដែរតាពួកស្រីទេពអប្សរក៏ថ្វាយអង្គមបរិជាដែរគោរពកោតខ្លាចអំណាចបុណ្យរបស់បរិជាយាយដូចយាយទាំងអស់គ្នាយើងអត់មានផ្កាយលើស្មាទេប៉ុន្តែយាយស្លៀកពាក់សសំសិល8អុកញ៉ាធំផ្កាយ10ផ្កាយ20ក៏នៅតែថ្វាយអង្គមយាយដែរអាហ្នឹងគេហៅថាគេគោរពគុណធម៌គោរពសេចក្តីល្អចឹងក៏ឲ្យបរិជាសោយព្រះកយារួចចប់សពគ្រប់ប្រអិនក៏ចាប់ផ្ដើមសម្ដែងធម៌បបិទ្ធមហារាជទូលព្រះបង្គំណគ្រាន់តែចង់សាកចិត្តព្រះអង្គទេជាយៈអំបញ្ញមិញហ្នឹងគ្រាន់តែជាទូលបង្គំសាកចិត្តឥឡូវនេះណទូលបង្គំសុំសម្ដែងធម៌ថ្វាយដល់មហារាជទ្រង់ស្ដាប់ព្រះអង្គចាំស្ដាប់ណាទូលព្រះបង្គំធ្លាប់ស្ដាប់ពពុទ្ធពីបុរាណមានពពុទ្ធប្រកាសបៈក្តីព្រះកោនីកមនោក្តីអាសាសនាដែលត្រាស់ដឹងថាមានហើយក្នុងโลกហ្នឹងសមណៈគោតមប៉ុន្តែប្រអិនហ្នឹងមិនមែនស្ដាប់សមណៈគោតមហ្នឹងទេព្រោះតែមកត្រាស់ដឹងអញ្ចឹងគាត់ធ្លាប់ស្ដាប់ពីពុទ្ធពីមុនមកបកោនីកមនោប្រកាសបោពុទ្ធជាន់មុននោះណាហើយគាត់ស្ដាប់ធម៌តាំងជំនាន់មុនគាត់ឡើងឋានសួគ៌ទល់ពុទ្ធជំនាន់នេះអត់តាន់ចុះមកវិញផងយាយគិតមើលបុណ្យណាយាយណាប្រឹងហ្នឹងចឹងគាត់ថាគាត់ធ្លាប់ស្ដាប់ពុទ្ធពីបុរាណមកលោកទ្រង់ត្រាស់សម្ដែងថានាមរូបាំងអនិច្ចំនាមរូបាំងទុក្ខំនាមរូបាំងអនត្តារូបាំងจิรតិមច្ចានំនាមកោតាំងនៃจิรតិរីរូបនៃសពសត្វតែងវិបត្តិចាស់ជារីឯនាមនឹងកោតាអិតជារីដោយរូបឡើយនាមរូបាំងអនិច្ចំនាមនឹងរូបមិនទៀងនាមរូបាំងទុក្ខំនាមនឹងរូបជារបស់ប្រជុំទៅដោយទុក្ខនាមរូបាំងអនត្តានាមនឹងរូបជារបស់បែកធ្លាយទៅមិនមានយើងមានគេជារបស់សោះសូន្យទៅទេអ្នកទាំងឡាយគប្បីយល់អំពីអរិយសច្ចៈជាហេតុឲ្យយើងរៀនពិចារណាមានទុក្ខសច្ចសមុទសច្ចនិរោធសច្ចមគ្គសច្ចផ្លូវទៅកាន់ទីរលត់នៃសេចក្តីទុក្ខទាំងឡាយដែលវាកើតចឹងប្រអិនក៏បញ្យល់ថានាមរូបាំងអនិច្ចំនាមនឹងរូបជារបស់មិនថេរឋិតមិនទៀងទាត់មហារាជហើយលើโลกនេះគ្មានអ្វីដែលទៀងដែលកើតមកត្រូវចិត្តយើងទាំងអស់ទេរឿងដែលវាកើតឡើងសុទ្ធតែមានហេតុដំណើរជីវិតប្រព្រឹត្តទៅរបស់សត្វលោកមិនទៀងទាត់កំណត់ពេលវេលាថ្ងៃខែឆ្នាំកើតឡើងហើយតែងបែកធ្លាយទៅវិញជាធម្មតានាមរូបាំងអនត្តាគ្មានយើងគ្មានគេនាមរូបាំងទុក្ខំនាមនឹងរូបនេះសត្វតែប្រជុំទៅដោយទុក្ខមហាបពិតហើយចឹងយើងក៏មានទុក្ខគេក៏មានទុក្ខបរិជាក៏មានទុក្ខទូលបង្គំក៏នៅតែមានទុក្ខទោមនោះដែលកើតឡើងតាមរយៈកម្មជាហេតុផងតាមរយៈចរណៈដំណើរនៃការប្រព្រឹត្តរបស់យើងនាពេលបច្ចុប្បន្ននេះផងចឹងបរិជាគិតថាអូបើអញ្ចឹងអញអារឿងដែលវាកើតមកត្រូវចិត្តមិនត្រូវចិត្តហ្នឹងគេក៏វាកើតរឿងអញ្ចឹងតកាលណាមានរូបមានទុក្ខមានជួបជុំមានបែកបាក់ព្រាត់ប្រាសនិរិះទៅវិញជាធម្មតាហើយព្រះប្រអិនសម្ដែងបន្តទៀតថារូបយើងនឹងវាអាចផុតរលត់ទៅប៉ុន្តែគូតនឹងនាមនឹងវាដកជាប់ក្នុងសន្តាននៃចិត្តសេចក្តីល្អគុណធម៌នឹងវាមិនសាបសូន្យហើយចឹងបរិជាថាអោបើអញ្ចឹងអញដើរត្រូវហើយអញខំប្រឹងចម្រើនសេចក្តីល្អគុណធម៌សច្ចៈពិតទៀងត្រង់ជាមួយពលរដ្ឋរបស់អញជាមួយរាជរបស់អញជាមួយមន្ត្រីរបស់អញបើអញ្ចឹងអញដាច់ខ្យល់ទៅផុតតែរូបទេប៉ុន្តែគេឈ្មោះរបស់អញនឹងបានដកជាប់ក្នុងសន្តាននៃចិត្តគេហើយចឹងធ្វើឲ្យបរិជានឹងកាន់តែមានទឹកចិត្តប្រឹងត្រឡប់ទៅព្រះនគរវិញនឹងប្រឹងចម្រើនទៅនៅសេចក្តីល្អគ្រប់គ្រាងរាជប្រកបព្រមដោយទស្សបរិយធម៌ទាំង10ជាមហារាជមួយដែលជាអ្នកមានគុណធម៌ពងពោះបំផុតហាក់បីដូចជាអាទិទេពដល់ព្រមនៅការគោរពអំពីស្ដេចក្រាញ់តូចជាច្រើនមកចូលជានគរចំណុះនៃនគរបរិជាអង្គហ្នឹងដោយអំណាចដែលបានស្ដាប់ទៅនៅព្រះសទ្ធធម៌រឹតតែញ៉ាំងទឹកចិត្តរបស់បរិជាឲ្យប្រឹងចម្រើនទៅនៅគុណធម៌ឲ្យដល់ព្រមនៅការគោរពនៃរបស់ពពួកស្ដេចក្រាញ់ដទៃណែស្ដាប់ធម៌នឹងហើយប្រអិនក៏បានបីត្រពរបរិជាត្រឡប់មកនគរវិញឲ្យសោយរាជបន្តទៀត